They need to be able to move up. They need to have seniority in the workplace. អញ្ចឹងបានន័យថាកម្មករគាត់ត្រូវការសេចក្តីថ្លៃថ្នូរប្រាក់ឈ្នួលសមរម្យការងារសមរម្យហើយក៏ដូចគ្នាផងដែរនឹងការងារដែលប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី5 ខែមីនាឆ្នាំ 2026 តំណាងអង្គការសង្គមស៊ីវិលនិងសហជីពចំនួន 55 ស្ថាប័នបានប្រារព្ធទិវាអន្តរជាតិនារីខួបលើកទី 115 ក្រោមមូលបត្ររួមគ្នាលុបបំបាត់អំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រក្នុងពិភពការងារនៅរាជធានីភ្នំពេញគណៈអ្នកចូលរួមដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្ហាញពីបទពិសោធន៍នៃការបៀតបៀនកន្លងមកថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីតំណាងឲ្យក្រុមការងារគៀងគោការគ្រប់គ្រងអនុសញ្ញាអន្តរជាតិខាងការងារលេខ 109 លោកស្រីច័ន្ទសុភ័ណ្ឌបានលើកឡើងថាអំពើហិង្សាផ្អែកលើយេនឌ័រនិងការបៀតបៀនលើស្ត្រីបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងសង្គមនិងសេដ្ឋកិច្ចជាតិលោកស្រីបន្ថែមថាអំពើហិង្សាគ្រប់ទម្រង់នៃការបៀតបៀនផ្អែកលើយេនឌ័រកើតឡើងដោយសារតែវិសមភាពនៃអំណាច មូលហេតុចម្បងនៃការកើតឡើងអំពើបៀតបៀនរំលោភបំពាននិងហិង្សាគ្រប់រូបភាពគឺមកពីវិសមភាពនៃអំណាចចាដែលបង្កមកពីផ្នត់គំនិតប្រពៃណីវប្បធម៌និងការនៅតែបន្តពាក្យពេចន៍រើសអើងនិងមិនឲ្យតម្លៃទៅលើស្ត្រីនិងក្មេងស្រីនិងមិនបានផ្ដល់នូវភាពដូចគ្នាដែលមនុស្សនៅក្នុងសង្គមត្រូវតែទទួលបាន សូមបញ្ជាក់ថាផ្នែកមួយនៃការប្រារព្ធកម្មវិធីនេះតំណាងក្រុមការងារគៀងគោការគ្រប់គ្រងអនុសញ្ញាអន្តរជាតិលេខ 109 ក៏បានដាក់ញត្តិស្នើរាជរដ្ឋាភិបាលផ្ដល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារលេខ 109 ស្ដីអំពីអំពើហិង្សានិងការបៀតបៀនក្នុងពិភពការងារផងដែរយ៉ាងណាក៏ដោយអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធសង្ឃឹមថាការផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារលេខ 109 នេះនឹងមិនត្រូវបានផាត់ពួកគាត់ចេញឡើយ បើខ្ញុំមិនជួបច្រើនជាងគេគឺខាងមនុស្សប្រុសច្រើនលេបខាយខ្ញុំអញ្ចឹងណាលេបខាយនិយាយខ្ញុំមិនចេះចោះថាឲ្យខ្ញុំមិនសមរម្យខ្ញុំក៏អត់សប្បាយចិត្តដែរមានថ្ងៃសប្បាយចិត្តអត់សប្បាយចិត្តដែរអញ្ចឹងក៏ខ្ញុំសនំពរឲ្យអ្នកដែលដូចថាអ្នកដែលទិញខ្ញុំសូមឲ្យប្រើពាក្យសម្ដីសមរម្យលើខ្ញុំហើយក៏គោរពខ្ញុំជាអ្នកលក់ដូចគ្នាខ្ញុំក៏គោរពគាត់ដែរខ្ញុំតវ៉ាគាត់ប្តឹងផ្ដាល់ដល់មន្ទីរដល់ទៅគាត់ឈរខ្ញុំ6ខែហើយបានគាត់ឲ្យការងារខ្ញុំធ្វើវិញណាខ្ញុំប្តឹងដល់មន្ទីរដល់អីមានកិច្ចសន្យារៀងខ្លួនគាត់ច្បាប់ខ្ញុំច្បាប់តាំងពីនោះមកខ្ញុំធ្វើការជាប់ដល់រាល់ថ្ងៃគាត់បិទសិទ្ធខ្ញុំមិនឲ្យចូលសហជីពទេបើធ្វើការវិញកុំឲ្យខ្ញុំចូលសហជីពតែខ្ញុំនៅតែចង់ឈ្នះថាសហជីពគេមានធ្វើអីខ្ញុំទេគេជួយដល់កម្មករដែលពិបាកអញ្ចឹងណាដល់ពេលទៅគាត់ក៏ព្រមឲ្យខ្ញុំធ្វើវិញហើយក៏ព្រមឲ្យខ្ញុំមកប្រជុំអីរាល់ថ្ងៃហ្នឹងគេអត់មានជេរប្រមាថជើងទេលោកខ្ញុំនិយាយដដែលទៀតចឹងសំណូមពរឲ្យរដ្ឋាភិបាលគិតដល់អ្នកក្រៅប្រព័ន្ធឲ្យខ្លាំងបំផុតព្រោះអ្នកក្រៅប្រព័ន្ធរងគ្រោះខ្លាំងជាងអ្នកក្នុងប្រព័ន្ធដោយសារអ្នកក្នុងប្រព័ន្ធគេមានច្បាប់តែពួកខ្ញុំអត់ទាន់មានច្បាប់ការពារសិទ្ធិផលខ្ញុំទេពាក្យពន្ធនឹងការប្រារព្ធទិវាអន្តរជាតិនារីនេះដែរសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានធ្វើយុទ្ធនាការតាមរយៈការបង្ហោះសារផ្សេងៗហើយនឹងមានបង្ហោះវីដេអូរបស់អ្នកសារព័ត៌មានជាស្ត្រីតាមបណ្ដាញសង្គមរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពាក្យពន្ធនឹងការផ្ដល់សិទ្ធិអំណាចស្ត្រីនិងការការពារស្ត្រីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយគ្នានេះដែរមានការប្រារព្ធទិវាអន្តរជាតិមួយផ្សេងទៀតនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR កាលពីថ្ងៃទី5 ខែមីនាក្រោមមូលបត្រសិទ្ធិយុត្តិធម៌សកម្មភាពដើម្បីស្ត្រីនិងក្មេងស្រីសហភាពការងារកម្ពុជាដែលមានសហព័ន្ធសហជីពនិងសមាគមច្រើននៅក្រុមឆាតរបស់ខ្លួនក៏នឹងប្រារព្ធទិវាអន្តរជាតិនារីនេះដែរនៅថ្ងៃទី8មីនាក្នុងគោលបំណងលើកកម្ពស់សិទ្ធិកម្មករស្ត្រីនិងគាំពារសង្គមក្នុងវិស័យការងារតំណាងអង្គការសង្គមស៊ីវិលនិងសហជីពផ្សេងទៀតក៏នឹងប្រារព្ធទិវានេះដែរក្រោមមូលបត្រអនុវត្តសិទ្ធិសេរីភាពដើម្បីយុត្តិធម៌និងសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រីនិងក្មេងស្រីនៅសួនប្រជាធិបតេយ្យនាថ្ងៃ8មីនាដោយមានអ្នកចូលរួមប្រមាណ500នាក់សាលារាជធានីភ្នំពេញបានបដិសេធសំណើប្រារព្ធកម្មវិធីនេះដោយលើកហេតុផលថាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងស្ថិរភាពសង្គមគណៈសាលាក្រុងបានណែនាំឲ្យរៀបចំកម្មវិធីនៅតាមការិយាល័យរបស់ខ្លួនឬទីតាំងឯកជនផ្សេងៗយ៉ាងណាក៏ដោយកាលពីថ្ងៃសុក្រអង្គការសង្គមស៊ីវិលនិងសហជីពបានចេញលិខិតចំហរួមមួយដើម្បីស្នើឲ្យអាជ្ញាធរបំពេញកាតព្វកិច្ចជួយរក្សាសណ្ដាប់ធ្នាប់នៅសួនប្រជាធិបតេយ្យក្នុងអំឡុងពេលដែលក្រមស្ត្រីជួបជុំនិងសម្ដែងមតិនាឱកាសប្រារព្ធខួបលើកទី115នៃទិវាអន្តរជាតិនារីនៅថ្ងៃ8មីនាឆ្នាំ2026នេះ